បាទជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពរាប់អានបាទថ្ងៃនេះលោកគ្រូសូមមកនិយាយតាក់ទងរឿងប្តីប្រពន្ធហ្នឹងហើយឃើញ Facebook មួយចំនួនណា Facebook មួយចំនួនខ្លះហ្នឹងហើយគេផលិតមាតិកាវីដេអូហ្នឹងគឺនិយាយតាក់ទងរឿងប្តីប្រពន្ធហ្នឹងប្តីមានស្រីប្តីផ្ដត់ក្បត់ប្រពន្ធប្រពន្ធហ្នឹងក៏ក្បត់ប្តីទលួចមានប្រុសអីចឹងទៅហ្នឹងហើយអាហ្នឹងគេហៅថាយករឿងគ្រួសារប្តីប្រពន្ធដែលមានបញ្ហារកម្មរកូសឆ្លោះគ្នាទាស់ទែងគ្នាក្បត់គ្នាបែកបាក់គ្នាយកមកធ្វើជាមាតិកាវាយប្រហារណាវាយប្រហារទៅបរោះដែលជាប្តីហ្នឹងទៅលួចមានស្រីស្រីហ្នឹងទៅលួចមានប្រុសអីជាដើមហ្នឹងហើយប៉ុន្តែយើងសួរពិចារណាទាំងអស់គ្នាថាអ្នកដែលធ្វើមេត្តាហ្នឹងណាគាត់មានបំណងអីបំណងអប់រំឬក៏បំណងដាស់តឿនឬក៏បំណងប្រការណាមួយដែលគាត់ធ្វើមេត្តាហ្នឹងហើយជេរគេណាជេរអ្នកដែលហ្នឹងហើយជេរគេធ្ងន់ធ្ងរទៀតផងតាក់ទងបញ្ហាហ្នឹងចឹងទេយើងគួរពិចារណាទាំងអស់គ្នារឿងប្តីប្រពន្ធគ្រួសារម្នាក់គឺវាសុទ្ធតែមានអាកំបាំងណាវាមានអាកំបាំងហើយវាមានកម្មផលវាតាក់តែងឲ្យវាជួបអញ្ចឹងណាហ្នឹងឧទាហរណ៍ដូចជាប្តីប្រពន្ធធ្លាប់តែស្រឡាញ់គ្នាតាំងពីដើមមកហ្នឹងហើយហេតុផលណាមួយធ្វើឲ្យប្តីនឹងអស់ស្រឡាញ់ប្រពន្ធណាទៅមានស្រីថ្មីអីជាដើមអញ្ចឹងហើយយើងសួរនៅក្នុងពិភពលោកនោះតើប្រុសណាដែលមិនមានស្រីខាងក្រៅហ្នឹងអាហ្នឹងយើងសួរអញ្ចឹងណាធម្មតាវាមិនមែនទាំងអស់ទេ100ហ្នឹងវាមាន4 10 20នាក់អីចឹងវាមិនមែនទាំងអស់ទេវាក៏មានបុរសល្អវាក៏មានប្តីល្អហ្នឹងហើយវាក៏មានប្តីខិលខូចនិងប្តីមិនខិលខូចហ្នឹងវាទៅតាមគេទៅតាម Zen ណាទៅតាមធម្មជាតិគឺអញ្ចឹងហើយយើងធ្វើវីដេអូចេញមកជេរណាជេរគេតេះដៀលគេថាប្តីនឹងមិនកើតប្តីនឹងទៅមានស្រីមានអីហ្នឹងអាហ្នឹងយើងនិយាយចឹងមានន័យថាយើងប្រមាថទោះជាមនុស្សណាមិនខុសហ្នឹងហើយមនុស្សណាមិនខុសមិនក៏មានខុសខ្លះខុសច្រើនខុសតិចប៉ុន្តែរឿងប្តីប្រពន្ធគេអាហ្នឹងគេចេះដោះស្រាយហ្នឹងតើប្រពន្ធហ្នឹងអាចទ្រាំនៅបានដែរទេនៅទង្វើដែលប្តីដែលបានប្រព្រឹត្តបានធ្វើហ្នឹងហើយប្តីហ្នឹងបានកែនៅកំហុសដែលខ្លួនបានប្រព្រឹត្តបានធ្វើអញ្ចឹងអត់ហើយចំណែកឯប្រពន្ធដែលជាភរិយាក៏អញ្ចឹងដែរហ្នឹងហើយដែលក្បត់ប្តីណាលួចទៅមានស្រីលួចទៅមានប្រុសអីជាដើមអញ្ចឹងណា